បាទសូមគោរពនិងជម្រាបសួរពុកម៉ែបងប្អូនជាកសិករយើងទាំងអស់បាទជាពិសេសពុកម៉ែបងប្អូនអ៊ំពូមីងដែលប្រកបការងារកសិកម្មដាំដុះបន្លែហើយក៏ពុកម៉ែបងប្អូនអ៊ំពូមីងដែលជាអ្នកទស្សនាវីដេអូរបស់ខ្ញុំឃើញថាមួយរយៈនេះឃើញវីដេអូរបស់ខ្ញុំឃើញពុកម៉ែបងប្អូនយើងចាប់អារម្មណ៍អំពីការដាំខ្ទឹមនេះច្រើនបាទជាទូទៅវីដេអូរបស់ខ្ញុំបង្ហាញស្ទើរតែគ្រប់បន្លែដែរប៉ុន្តែមិនបានក្បោះក្បាយមានតែវីដេអូខ្ទឹមទេឃើញថាពុកម៉ែបងប្អូនមានការគាំទ្រនិងទស្សនាច្រើនបាទហើយក៏ខ្ញុំក៏រីករាយនិងអរគុណដល់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍និងឲ្យតម្លៃរបស់ពុកម៉ែបងប្អូនដែលទស្សនាគាំទ្រវីដេអូរបស់ខ្ញុំបាទអ្វីត្បិតតែខ្ញុំវីដេអូរបស់ខ្ញុំមិនមែនជាការសិក្សាបានចេញពីសាលាអីទេគ្រាន់តែជាចែកម្លែកបទពិសោធន៍ដែលខ្លួនធ្លាប់ដាំដុះកន្លងមកចែកជូនបងប្អូនបាទក្រែងពុកម៉ែបងប្អូនយើងជាអ្នកដាំថ្មីលោកពុំបានដឹងពីរបៀបនៃការដាំដុះអញ្ចឹងហើយវាជាប្រយោជន៍ដល់ពុកម៉ែបងប្អូនខ្លះបាទមិនមែនទាំងស្រុងក៏មានផលប្រយោជន៍ខ្លះដល់ឪពុកម៉ែបងប្អូនយើងដែលជាអ្នកថ្មីដែរបាទហើយដូចឃើញថាវីដេអូមិនចេះចប់មិនចេះហើយទេនៃនិយាយអំពីបញ្ហាខ្ទឹមនេះអញ្ចឹងហើយពុកម៉ែបងប្អូនដឹងហើយថាអាកាសធាតុប្រែប្រួលបាទហើយកត្តាពូជក៏យើងអាប់ដេតប្រែប្រួលទៅតាមនោះដែរដោយសារតែការដាំដុះមួយឆ្នាំទៅមួយឆ្នាំជួបបញ្ហាខុសគ្នាសត្វល្អិតក៏ផ្សេងគ្នាជំងឺក៏ចេញមានសញ្ញាផ្សេងគ្នាអញ្ចឹងបើសិនជាមានបញ្ហាអ្វីប្លែកបាទខ្ញុំនឹងបង្កើតវីដេអូចែកជូនពុកម៉ែបងប្អូនភ្លាមបាទបើសិនជាខ្ញុំជួបបាទហើយនៅក្នុងឆ្នាំនេះដែរខ្ញុំទើបតែចាប់ផ្ដើមអនុវត្តបាទในការដាំដុះពូជខ្ទឹមមានច្រើនប្រភេទដើម្បីដកស្រង់យកបទពិសោធន៍ផងហើយក៏ចង់ដឹងខ្លួនឯងបាទដោយតែខ្លួនឯងក៏មិនទាន់ប្រកាសថាពូជខ្ទឹមមួយណាបាទដែលសមស្របទៅនឹងដីតំបន់របស់ខ្លួនហើយក៏ធន់នឹងអាកាសធាតុដែរដោយសារតែខ្ញុំកន្លងមកខ្ញុំធ្លាប់ដាំតែពូជដែលនាំចូលពីប្រទេសថៃប៉ុន្តែបច្ចុប្បន្ននេះឃើញថាពូជនៅក្នុងស្រុករបស់យើងក៏មានច្រើនដែរបាទហើយខ្ញុំនឹងធ្វើវីដេអូអំពីការដាំខ្ទឹមនេះឲ្យបានក្បោះក្បាយជាងមុនបាទមានដូចជានិយាយថ្ងៃនេះខ្ញុំនឹងនិយាយអំពីពូជហើយវីដេអូក្រោយក៏ខ្ញុំនឹងនិយាយអំពីការធ្វើជីកំប៉ុស្តដើម្បីដាក់ដំណាំខ្ទឹមនេះដូចជាជីគីមីប្រើប្រាស់ជីបាញ់បំពន់ទៅលើស្លឹកហើយមីក្រូធាតុផ្សេងដែលបាញ់ទៅលើខ្ទឹមចំការខ្ទឹមស្លឹករបស់យើងដើម្បីឲ្យមានដើមដងល្អទម្រង់ល្អនិងបំពង់វែងមិនកើតជំងឺជាដើមហើយនឹងថ្នាំបាទការពារស្មៅបាទស្មៅនៅក្នុងចំការសម្រាប់ស្មៅក៏ដូចជាបង្អាក់គ្រាប់ស្មៅមិនឲ្យដុះបន្ថែមទៀតហើយនឹងនិយាយអំពីរដូវកាលណាដែលមានកើតជំងឺកើតសត្វល្អិតច្រើនហើយតាក់ទងទៅនឹងតម្លៃទីផ្សារផងដែរហើយខ្ញុំនឹងធ្វើវីដេអូម្ដងមួយចែកជូនពុកម៉ែបងប្អូនបាទដោយថ្ងៃនេះខ្ញុំនិយាយតែអំពីពូជតែប៉ុណ្ណោះដោយសារតែមានប្រតិកម្មពីពុកម៉ែបងប្អូនចេះតែសួរហើយខ្ញុំក៏បានសាកល្បងបន្តិចបន្តួចដែរក៏មានគេហៅថាមានចម្លើយនិងឆ្លើយជូនពុកម៉ែបងប្អូនហើយក៏មានពុកម៉ែបងប្អូនយើងមួយចំនួនគាត់បង្ហើបប្រាប់ខ្ញុំអំពីកត្តាពូជនេះធ្វើឲ្យខ្ញុំមានគំនិតបាទអញ្ចឹងហើយចង់បំផលឲ្យពុកម៉ែបងប្អូនយើងចេះដាំហើយនឹងតាមដានបន្តដើម្បីចែកម្លែកគ្នាទៅវិញទៅមកបាទឥឡូវយើងមុននឹងចូលនិយាយអំពីពូជហើយខ្ញុំក៏ចង់និយាយពីបញ្ហាខ្លះដែលពាក់ព័ន្ធនឹងការដាំដុះបន្លែសប្តាហ៍ថ្ងៃនេះឃើញពុកម៉ែបងប្អូនយើងរអ៊ូរទាំបាទពីរឿងការដាំដុះបន្លែឆ្នាំនេះឃើញថាថោកបាទมันមានតម្លៃទេស្ទើរតែបន្លែគ្រប់មុខមិនទាន់ហើបតម្លៃទេនៅឥឡូវបច្ចុប្បន្នខែ5ទៅហើយបាទ
chẳng tăng bị khai đập pi lô đó khai pram máu cứ khơi thà đầm lại và lại dân sơ tại cục một hạ đôi chia mình là họ là thôi ao giờ bị chia cả score dương hạ đôi chia bạ thực chất vàออกกำลังបាទគាត់ចេះតែរអ៊ូរទាំដែលគាត់ស្គាល់ខ្ញុំមិនថាតំបន់ខ្ញុំទេពុកម៉ែបងប្អូនតំបន់ផ្សេងគ្នានៅខេត្តផ្សេងក៏គាត់ដែលបានទស្សនាវីដេអូរបស់ខ្ញុំហើយគាត់មានលេខទំនាក់ទំនងអីជាមួយគ្នាយើងស្គាល់គ្នាប៉ុន្តែយើងមិនបានស្គាល់មុខស្គាល់មាត់អីយ៉ាងម៉េចទេប៉ុន្តែយើងបានទំនាក់ទំនងទៅតាមសង្គមបណ្ដាញសង្គមនានាដូចជា Telegram Facebook អីចឹងទៅហើយក៏តាក់ទងទៅតាមលេខទូរស័ព្ទចឹងទៅបាទដើម្បីផ្ដល់យោបល់គ្នាក៏ដូចជាគេហៅថាសាកសួរគ្នាបាទអញ្ចឹងតំបន់ពុកម៉ែបងប្អូនក៏មិនខុសនឹងតំបន់ខ្ញុំដែរខាងខ្ញុំនេះក៏មានបញ្ហាច្រើនដូចគ្នាបាទឆ្នាំនេះដូចជាខ្ញុំតែម្ដងបាទដើមឆ្នាំ2025កាលពីខែ1ខែ2នោះគឺខ្ញុំចាប់ផ្ដើមដាំស្ពៃច្រើនហើយនៅជិតពាក់កណ្ដាលខែ3បាទខែ3នោះគឺខ្ញុំចាប់ផ្ដើមប្រមូលផលប៉ុន្តែចៃដន្យអកុសលវាតម្លៃចុះធ្វើឲ្យជញ្ញមិនមានឈ្មួញចុះមកប្រមូលផលកាត់យកទេធ្វើឲ្យស្ពៃរបស់ខ្ញុំទុកចោលយូរហួសពេលហួសវេលាធ្វើឲ្យសត្វល្អិតបំផ្លាញស្ពៃខ្លះក៏ត្រូវរលាករលួយខូចហើយក៏មានចេញផ្កាចេញអីទៅបាទពុកម៉ែបងប្អូនយើងក៏ដូចគ្នាដែរបាទហើយមិនខុសពីខ្ញុំទេបាទអញ្ចឹងឥឡូវមកដល់បញ្ហាខ្ទឹមនេះទៀតបាទនៅក្នុងខែ5ទៅហើយពុកម៉ែបងប្អូនឃើញទេថាតម្លៃខ្ទឹមអត់ឡើងថ្លៃទេបាទអញ្ចឹងតម្លៃនៅទាបដដែលនៅក្នុងចំការរបស់ខ្ញុំនៅសល់ខ្ទឹមជាច្រើនហើយមិនទាន់ប្រមូលផលចេញអស់ទេដោយសារតែការប្រមូលផលនោះចេញបានតិចម៉ួយគាត់លក់ពំដាច់ផងហើយម៉ួយគាត់និយាយរួមទៅដល់គ្រប់កន្លែងគាត់ទៅជួយយកអ្នកដាំនោះដូចគ្នាម្នាក់តិចអញ្ចឹងណាពុកម៉ែបងប្អូនបាទអញ្ចឹងហើយធ្វើឲ្យការបញ្ចេញលក់ផលរបស់ខ្ញុំនឹងបានតិចអញ្ចឹងហើយវាអត់ទាន់ធ្វើឲ្យកើតទៅជាប៉ុន្តែបញ្ហាខ្ទឹមនេះមួយវាស្រួលជាងបន្លែផ្សេងពុកម៉ែបងប្អូនបាទកាលណាយើងលក់មិនអស់ក៏យើងអាចទុកវារហូតដល់បង្កើតពូជវិញបានវាអត់បញ្ហាអីទេគ្រាន់តែពុកម៉ែបងប្អូនយើងខ្លះគាត់ពុំសូវមានដើមទុនអីចឹងទៅគាត់ចាល់លុយបាទគាត់ត្រូវការលក់ស្លឹកបញ្ចេញដើម្បីបន្តធ្វើទៅមុខទៀតប៉ុន្តែពុកម៉ែបងប្អូនយើងខ្លះក៏គាត់មិនខ្វល់ខ្វាយទេរឿងតម្លៃឡើងចុះថោកគាត់ទុកពូជថ្លៃស្លឹកថ្លៃគាត់លក់ស្លឹកបាទនេះជាគំនិតល្អមួយបាទនៃការដាំខ្ទឹមគឺប្រសើរត្រង់ចំណុចនឹងឯងបើយើងលក់មិនចេញក៏យើងអសល់ពូជបន្តទៅទៀតហើយយើងក៏អាចលក់ពូជបន្តចែកជូនពុកម៉ែបងប្អូនយើងទៀតដែរហើយសូមឲ្យពុកម៉ែបងប្អូនយើងជួយគ្រប់គ្រងនៅការទិញពូជនៅក្នុងស្រុកឲ្យបានច្រើនប៉ុន្តែមុននឹងការគ្រប់គ្រងទិញនោះយើងអ្នកផលិតពូជក៏ត្រូវតែច្បាស់ថាពូជរបស់យើងនឹងមានគុណភាពយ៉ាងណាដើម្បីលក់ទៅចែកជូនពុកម៉ែបងប្អូនកុំឲ្យដាំទៅជួបបញ្ហាដូចគ្នាបាទឥឡូវយើងងាកមកនិយាយអំពីបញ្ហាខ្ទឹមនេះវិញខ្ញុំក៏ជាអ្នកទុកពូជដាំខ្លួនឯងបន្តជារៀងរាល់ឆ្នាំបាទឃើញថាការដាំមានខូចខ្លះមានល្អខ្លះប៉ុន្តែងាកមកពូជបច្ចុប្បន្ននេះបាទពុកម៉ែបងប្អូនយើងក៏អ្នកធ្លាប់ដាំដូចគ្នាក៏គាត់ចែកម្លែកបង្ហាញបាទពីពូជពីរប្រភេទគឺពូជចិត្តអាក្រក់និងពូជប្រេស៊ីលបាទអញ្ចឹងពូជចិត្តអាក្រក់នេះវាជាឈ្មោះមួយប្រហែលជាតំបន់ពុកម៉ែបងប្អូនយើងគាត់ជាអ្នកដាក់ទេខ្ញុំដឹងយូរមកហើយប៉ុន្តែខ្ញុំមិនដែលបានដាំទេធ្លាប់ឃើញតែពុកម៉ែបងប្អូនយើងដែលជាអ្នកនៅចិត្តគ្នាគាត់ដាំដែរបាទប៉ុន្តែខ្ញុំដូចថាមិនទាន់មានចំណាប់អារម្មណ៍ឥឡូវខ្ញុំមានចំណាប់អារម្មណ៍ចង់សាកចង់ដឹងបាទពីពូជឲ្យបានច្រើនដើម្បីចែកម្លែកដល់ពុកម៉ែបងប្អូនយើងដែលជាអ្នកដាំក្រោយបងប្អូនយើងដែលជាអ្នកដាំខ្ទឹមមុនគាត់ច្បាស់ជាងខ្ញុំទៅទៀតបាទគាត់អាចសាកល្បងបានមុនខ្ញុំទៅទៀតប៉ុន្តែខ្ញុំទើបតែចាប់ផ្ដើមទេប៉ុន្តែពុកម៉ែបងប្អូនខ្លះក៏គាត់មិនបានចែកម្លែកប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំដាំបានហើយកើតយ៉ាងម៉េចមានផលយ៉ាងណាខ្ញុំនឹងចែកម្លែកដល់ពុកម៉ែបងប្អូនយើងដែលជាអ្នកដាំថ្មីបាទអញ្ចឹងពូជចិត្តអាក្រក់នេះនេះខ្ញុំហៅពូជតាមគេទេដែល
ពីដើមមកចេញពីតំបន់យើងខាងស្អាងខាងអីហ្នឹងគាត់ពុកម៉ែបងប្អូនយើងជាអ្នកដាំបាទហើយមើលរបស់វាតម្រង់របស់វាតូចតូចហើយរាងមូលបាទខ្ញុំក៏កំពុងតែសាកដែរអញ្ចឹងលទ្ធផលមិនទាន់បានច្បាស់ខ្ញុំមិនទាន់ហ៊ាននិយាយទេគ្រាន់តែអ្នកធ្លាប់ដាំគាត់ប្រាប់ថាពូជនឹងទិន្នផលខ្ពស់ហើយធន់នឹងជំងឺធន់នឹងទឹកភ្លៀងបាទអញ្ចឹងចាំមើលខ្ញុំសាកល្បងបានលទ្ធផលយ៉ាងណាខ្ញុំនឹងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនពេលក្រោយបាទប៉ុន្តែខ្ញុំត្រូវការសាកឲ្យបានច្រើនដងសិនឲ្យដឹងពីថាខែណាដល់ខែណាខ្ញុំដាំដល់ខែណារហូតដល់ពេញមួយឆ្នាំទើបខ្ញុំសរុបលទ្ធផលមកដើម្បីចែកជូនពុកម៉ែបងប្អូនឲ្យបានច្បាស់ជាងការដាំម្ដងពីរដងបាទអញ្ចឹងខ្ញុំត្រូវការសាកល្បងឲ្យបានច្រើនដងអញ្ចឹងដូចនៅក្នុងវីដេអូនេះពុកម៉ែបងប្អូនបានឃើញនេះគឺជាពូជប្រេស៊ីលផងហើយពូជថៃផងពូជចិត្តអាក្រក់ផងប៉ុន្តែខ្ញុំដាំដោយឡែកមួយលុកផ្សេងគ្នាបាទប៉ុន្តែខ្ញុំមិនទាន់រាយរាប់ប្រាប់ថាពូជមួយណាឲ្យពុកម៉ែបងប្អូនទេដោយសារតែខ្ញុំខ្ទឹមរបស់ខ្ញុំកំពុងតែចាប់ដើមដាំហើយខ្ទឹមខ្លះក៏ចាប់ដើមប្រមូលផលមិនទាន់បានទិន្នន័យជាក់លាក់ជូនពុកម៉ែបងប្អូនទេបាទឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងនិយាយលម្អិតអំពីពូជខ្ទឹមគុយទាវនេះដើមកំណើតដំបូងបំផុតគឺមានតែប្រភេទពពុះខ្ទឹមខ្យល់ទេខ្ទឹមខ្យល់នោះក៏គេហៅខ្ទឹមគុយទាវដែរពុកម៉ែបងប្អូនបាទកាលខ្ញុំនៅតូចខ្ញុំធ្លាប់ដឹងថាគេហៅខ្ទឹមគុយទាវបាទបន្ទាប់មកហើយពូជខ្ទឹមខ្យល់នេះពុកម៉ែបងប្អូនតែងតែច្រឡំសួរខ្ញុំថាឃើញគេដាំអញ្ចឹងកុំឲ្យយល់ច្រឡំយើងបែងចែកឲ្យដាច់ប្រភេទខ្ទឹមខ្យល់និងខ្ទឹមប្រភេទខ្ទឹមគុយទាវដាំដោយមើមនិងដាំដោយដើមបាទប្រភេទខ្ទឹមខ្យល់នេះគឺជាប្រភេទខ្ទឹមមួយដែលគេដាំដោយដើមក៏បានបំបែកជាដើមក៏បានដាំក៏មានគ្រាប់ដែរពុកម៉ែបងប្អូនបាទពូជខ្ទឹមខ្យល់នេះក៏មានគ្រាប់ដែរភាគច្រើនគេអត់សូវដាំគ្រាប់ទេឥឡូវដោយសារតែគេដាំបំបែកដើមលឿនជាងពួកគ្រាប់បាទអានឹងចំណុចមួយហើយវាមានដើមដងពងវាធំវែងបាទហើយក្លិនវាឈួលរៀងខ្យល់ខ្លាំងជាងពុកម៉ែបងប្អូនបាទហើយមកខ្ទឹមគុយទាវយើងនេះក៏មានពូជច្រើនដូចជាពូជចិត្តអាក្រក់ពូជប្រេស៊ីលពូជថៃគេមានពូជក៏ច្រើនពូជដូចគ្នាខ្ញុំមិនស្គាល់ទេគេហៅនៅថៃគេហៅតាមតំបន់ដូចតែគ្នានឹងពុកម៉ែបងប្អូនដាំនៅខេត្តឧទាហរណ៍ថានៅខេត្តគេឈ្មោះថាខ្ទឹមឧត្តរ៉ិតនោះគឺគេដាំនៅខេត្តរបស់ថៃនោះគឺខេត្តនោះគេដាំតែខ្ទឹមហ្នឹងទេគឺខ្ទឹមពូជឧត្តរ៉ិតនឹងឯងបាទហើយរីឯខ្ទឹមប្រេស៊ីលនេះគឺខ្ញុំស្គាល់មើមរបស់វាបាទស្គាល់តម្រង់មើមរបស់វាពូជវានេះក៏ចេញពីថៃក៏មានដែរគេហៅថាបាម៉ាន់ពូជរបស់វាដែលមានមើមពណ៌សហើយរាងទៅវែងបាទនៅថៃគេដាំបានមើមធំជាងនៅយើងវែងជាងនៅយើងបាទប៉ុន្តែយើងក៏ធ្វើបានដូចគ្នាដោយសារតែឃើញឆ្នាំនេះខ្ញុំចាប់ដើមសាកល្បងហើយទិញពីប្អូនម្នាក់ដែលដើមដងវាល្អខ្ញុំឃើញល្អអញ្ចឹងហើយមើមរបស់វាក៏ប្រហាក់ប្រហែលនឹងពីប្រទេសថៃដែរប្រទេសថៃពួកឈ្មោះបាម៉ាន់គេនោះគឺមើមពណ៌សវែងហើយពូជខ្ទឹមនេះវារៀងនៅស្រស់ជាងពូជថៃដែលខ្ញុំដាំជាទូទៅវាដាំដុះទោះបីជាស្រស់យ៉ាងណាក៏នៅតែដាំដុះដែរវាពណ៌វានឹងសមើលទៅដូចជាមើមនៅខ្ចីអញ្ចឹងពុកម៉ែបងប្អូនបាទហើយនៅខ្មែរយើងគេហៅប្រេស៊ីលខ្ញុំមិនដឹងថាឈ្មោះនេះគេដាក់ចេញពីណាអីពីណាទេហៅតនេះទៅតាមពុកម៉ែបងប្អូនយើងដែរទេព្រោះអីខ្ញុំក៏មិនច្បាស់ដែរប៉ុន្តែខ្ញុំស្គាល់ប្រភេទមើមវាច្បាស់ណាស់ឈ្មោះថៃគឺគេហៅថាដែលមានពូជម៉ួយខ្ទឹមរបស់ខ្ញុំធ្លាប់លក់ពូជឲ្យខ្ញុំហ្នឹងគេហៅថាបាម៉ាន់បាទបាម៉ាន់ពួកវាហ្នឹងពងធំហើយដើមដងរបស់វាវែងវាមិនងាយឡើងមើមបាទអញ្ចឹងពូជខ្ទឹមយើងនិយាយបានតែចំណុចប៉ុណ្ណឹងហើយឃើញថាឆ្នាំនេះខ្ទឹមគុយទាវយើងមិនទាន់ឡើងថ្លៃនៅរដូវខែ5ចិត្តពាក់កណ្ដាលខែ5ទៀតហើយក៏អត់ទាន់ឡើងថ្លៃដែរបាទឃើញថាមានតការស្រុតទៅហើយអ្នកដាំមូលហេតុនោះខ្ញុំគិតថាអ្នកដាំក៏ច្រើនបាទ
រីកដុះដាលច្រើនហើយអ្នកដាំចាស់បង្កើនផ្ទៃដីដាំដុះកាន់តែច្រើនដោយសារតែពូជរបស់គាត់ទុកនៅក្នុងដៃច្រើនបាទហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនយើងនៅតែដាំបន្តកុំបាក់ទឹកចិត្តដោយសារតែតម្លៃសូម្បីតែខ្ញុំក៏នៅតែដាំដែរបាទហើយពុកម៉ែបងប្អូនដាំផលិតជាពូជបាទទុកជាតម្រង់ជាពូជឲ្យបានល្អដើម្បីលក់ចែកជូនពុកម៉ែបងប្អូនយើងនៅក្នុងស្រុកយើងកុំទិញពីប្រទេសគេបាទហើយតម្លៃឲ្យយើងទៀបជាងប្រទេសគេធម្មតាខ្ញុំឃើញគេលក់ពូជដែរដូចពួក brand ចិត្តអាក្រក់ហើយនឹងBrazil នេះឃើញពុកម៉ែបងប្អូនយើងជាអ្នកដាំដូចគ្នាគាត់លក់បាទតម្លៃហាក់ដូចជាខ្ពស់បាទខ្ពស់ជាងពូជមកពីប្រទេសថៃបាទអញ្ចឹងចំណុចនេះមួយពិបាកទទួលស្គាល់ដែរអញ្ចឹងចាប់ពីឆ្នាំនេះតទៅខ្ញុំព្យាយាមប្រឹងផលិតពូជហើយខ្ញុំនឹងលក់តម្លៃធូរថ្លៃជាងប្រទេសថៃបាទខ្ញុំជឿជាក់ថាបើសិនជាខ្ញុំធ្វើបានល្អបាទខ្ញុំនឹងលក់ជូនចែកពុកម៉ែបងប្អូនក្រោមពូជរបស់ប្រទេសថៃដើម្បីកុំឲ្យពុកម៉ែបងប្អូនយើងទៅទិញពីប្រទេសថៃមកបាទនាំតែខាតលុយទិញពីប្រទេសគេយើងទិញនៅក្នុងប្រទេសរបស់យើងបាទសង្ឃឹមថាពុកម៉ែបងប្អូនយើងបាទចេះផលិតពូជខ្លួនឯងបាទទុកពូជខ្លួនឯងនោះពេលណាតម្លៃថោកក៏យើងអត់សូវជួបបញ្ហាលុយកាក់ខាតបង់ដែរតែបើសិនជាពុកម៉ែបងប្អូនទិញពូជគេហើយតម្លៃខ្ទឹមធ្លាក់ចុះដូចសប្តាហ៍ថ្ងៃ2-3000នេះក្នុង1គីឡូក្រាមគឺពុកម៉ែបងប្អូនច្បាស់ជាខាតប្រាក់ហើយបាទខាតទាំងប្រាក់ខាតទាំងពេលវេលាខាតទាំងកម្លាំងញើសឈាមបាទហើយដោយសារឆ្នាំនេះដែរឃើញថាពុកម៉ែបងប្អូនយើងដាំច្រើនដោយសារតែតម្លៃពូជនោះចុះថោកបាទពូជថៃរាល់ឆ្នាំជាទូទៅខែនេះគឺយ៉ាងហោចណាស់ក៏10000រៀលដែរក្នុង1គីឡូក្រាមតែបច្ចុប្បន្ននេះគឺតម្លៃត្រឹមតែ6500រៀលក្នុង1គីឡូក្រាមបាទចឹងឃើញថាពូជថៃឆ្នាំនេះក៏ចុះដោយសារតែនៅខ្មែរយើងមិនសូវទិញពូជពីគេដោយសារតែយើងទុកបានខ្លួនឯងបានច្រើនបាទហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់បញ្ចប់បាទវីដេអូនេះហាក់ដូចជាវែងបាទហើយនិយាយមានពាក្យខ្លះដដែលអញ្ចឹងក៏សូមមេត្តាខន្តីនិងអភ័យទោសហើយខ្ញុំនឹងត្រៀមធ្វើវីដេអូបន្ថែមទៀតនៅក្នុងឆ្នាំ2025នេះបាទហើយរដូវកាលទី1របស់ខ្ញុំបានឆ្លងផុតទៅហើយឥឡូវដល់រដូវកាលទី2ក៏រៀងជិតឆ្លងផុតទៅដែរហើយកំពុងមិនទាន់ឆ្លងផុតទេពុកម៉ែបងប្អូនបាទហើយខ្ទឹមនៅមានតែបន្តដាំបន្តរហូតហើយការសាកល្បងក៏មានបន្តរហូតជ្រើសរើសពូជបន្ថែមពូជផ្សេងបាទដើម្បីពិសោធន៍ចែកជូនពុកម៉ែបងប្អូនដើម្បីបានបទពិសោធន៍ខ្លះចែកជូនពុកម៉ែបងប្អូនបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយខ្ញុំនិយាយអំពីសារធាតុមួយចំនួនដូចជាមីក្រូធាតុដែលជាធាតុតិចតួចសំខាន់តិចតួចប៉ុន្តែសំខាន់ដល់រុក្ខជាតិបាទចឹងយើងគួរតែប្រើប្រាស់ក្រៅពី GNPK នោះបាទចឹងវីដេអូនេះក៏មានតែប៉ុណ្ណឹងសូមអរគុណនិងជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ